បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺជាថ្ងៃចុងសប្តាហ៍បាទខ្ញុំក៏បានធ្វើដំណើរទៅចំការជ័យរបស់ខ្ញុំបន្ទាប់ពីធ្វើការងារអស់រយៈពេល6ថ្ងៃមកបាទអញ្ចឹងបងប្អូនទាំងអស់គ្នានេះគឺជាទស្សនវិជ្ជានៃចំការជ័យរបស់ខ្ញុំបាទអញ្ចឹងជាងកលេចមើលដើមជ័យទាំងអស់បាទដើមជ័យខ្លះក៏មានផ្លែខ្លះក៏ទម្លាក់ទៅយោងបាទខ្លះទៀតក៏លំមកាប់អីចឹងទៅបាទអញ្ចឹងជារៀងរាល់ថ្ងៃបាទម៉ែរបស់ខ្ញុំគាត់បានមើលថែបាទកាត់ស្លឹកកាត់អីចឹងទៅហើយតើតងជាមួយនឹងការទទួលផលវិញគឺយើងកំណត់យកមួយសិលយើងកាប់ម្ដងបាទមួយសិលយើងកាប់ម្ដងដើម្បីឲ្យជីរបស់យើងមានច្រើនសម្រាប់អ្នកដែលគាត់មកទិញអញ្ចឹងណាបងប្អូនបាទបងប្អូនកលេចមើលទាំងអស់គ្នាទៅបាទផ្លែចេកមួយគឺថតល្អមែនតើបាទហើយខែនេះគឺជាខែប្រាំងបាទវាខ្លះក៏ឆ្លោះទៅខ្លះទៀតក៏មិនសូវឆ្លោះដោយសារតែទទួលទឹកមិនបានដល់បាទអញ្ចឹងការធ្វើចំការទោះបីជាវាមើលទៅវាមិនមានភាពស៊ីវិល័យក៏ពិតមែនក៏ប៉ុន្តែវាបានឲ្យផលយើងរាល់ថ្ងៃបាទយើងធ្វើការវាមួយខែយើងបើកប្រាក់ខែម្ដងចំពោះអ្នកធ្វើចំការវាអាចឲ្យយើងរាល់ថ្ងៃអញ្ចឹងទៅបាទចំការមួយទឹកម្ដងក៏បានបាទទាំងអស់នេះហើយគឺជាផលដែលយើងបានធ្វើបាទហើយបន្ទាប់ពីកាប់ហើយម្ដាយខ្ញុំគាត់បានលះបាទដាក់ជាស្និតអញ្ចឹងទៅបាទហើយគាត់ក៏បានយកទៅបន្ទុំបាទអញ្ចឹងដល់ពេលដល់ថ្ងៃមកគាត់មកយកតែម្ដងបាទអញ្ចឹងនេះគឺជាទស្សនវិជ្ជាមួយគួរឲ្យសប្បាយរីករាយបាទគេថាតក់ពេញបំពង់ណាហ្នឹងហើយបាទអានឹងគឺជាអាជីពប្រចាំថ្ងៃបាទជាមុខរបរប្រចាំថ្ងៃដើម្បីរកប្រាក់កម្រៃខ្លះដើម្បីជួយផ្គត់ផ្គង់គ្រួសារដែរអញ្ចឹងណាបងប្អូនទាំងគ្នាបាទនេះគឺជាលទ្ធផលដែលម្ដាយខ្ញុំគាត់លះហើយបាទអរគុណច្រើនបងប្អូនចំពោះការមើលវីដេអូមួយនេះរហូតតាំងពីដើមរហូតដល់ចប់បាទ